នៅថ្ងៃអង្គារទី2ខែធ្នូឆ្នាំ2025ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ BNPB បានប្រកាសឲ្យដឹងថាអ្នកបាត់បង់ជីវិតដោយគ្រោះទឹកជំនន់និងបាក់ដីនៅខេត្តចំនួន3នៅលើកោះស៊ូម៉ាត្រាក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនដល់712នាក់និង507នាក់ទៀតកំពុងបាត់ខ្លួនរីឯ1លាននាក់ជាងទៀតត្រូវបានជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាពនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរក្រុមហន្តរាយនេះបានបង្ខំឲ្យប្រជាជនប្រហែល1កដកសញ្ញា1លាននាក់នៅខេត្តស៊ូម៉ាត្រាខាងជើងស៊ូម៉ាត្រាខាងលិចនិងអាហ្សេត្រូវផ្លាស់ទីលំនៅក្រុមសង្គ្រោះបានជួបការលំបាកយ៉ាងខ្លាំងក្នុងការចូលទៅដល់តំបន់ដាច់ស្រយាលដោយសារផ្លូវនិងស្ពានត្រូវបានទឹកកាត់ផ្ដាច់ទោះបីជាមានការដាក់ពង្រាយឧទ្ធម្ភាគចក្រនិងទូក៏ដោយក៏អាកាសធាតុអាក្រក់នៅតែបន្តរារាំងកិច្ចខិតខំប្រឹងប្រែងនេះទន្ទឹមនឹងនេះក្រសួងទំនាក់ទំនងបានបញ្ជាក់ថាប៉មបញ្ជូនសេវាទូរគមនាគមន៍ជាង 90% នៅក្នុងតំបន់រងគ្រោះបានដំណើរការឡើងវិញហើយដើម្បីធានាឲ្យពលរដ្ឋអាចទទួលបានព័ត៌មានចាំបាច់លោកប្រាបូវូសូប៊ីនយ៉ាន់តូប្រធានាធិបតីឥណ្ឌូនេស៊ីបានសង្កត់ធ្ងន់ថាកិច្ចខិតខំប្រឹងប្រែងសង្គ្រោះកំពុងធ្វើឡើងយ៉ាងពេញទំហឹងលោកក៏បានដាស់តឿនថាប្រទេសឥណ្ឌូនេស៊ីត្រូវតែឆ្លើយតបឲ្យមានប្រសិទ្ធភាពចំពោះការប្រែប្រួលអាកាសធាតុហើយរដ្ឋាភិបាលមូលដ្ឋានគួរតែដើរតួនាទីធំជាងនេះក្នុងការការពារបរិស្ថាន។